សូមជូនអត្ថបទសង្ខេបរឿងផ្កាស្រពោនប៊ុនធឿននិងវិទ្វីត្រូវបានឪពុកម្ដាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម្លេះប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនធ្លាក់ខ្លួនក្រដុនដាបដោយលើកឪពុកប៊ុនថនត្រូវបានដឹកស្រូវតាមទូកពុកចាយទៅលក់នៅឯព្រៃនគរត្រូវខ្យល់ព្យុះបោកបក់លិចអស់គ្មានសល់យាយនួនម្ដាយវិទ្វីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយសនិងសេចក្តីស្មោះត្រង់ក៏បានផ្ដាច់ពាក្យពីប៊ុនធឿនព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យគ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយយាយនួនក៏បានលើកនាងវិទ្វីទៅចៅណៃសូតកូនប្រុសរបស់ថៅកែណៃសៀននិងនាងធោជាអ្នកមានទ្រព្យស្រុកស្ដំណៃសូតជាយុវជនខ្វះសិលធម៌ពីលីអាវ៉ាសែអាងទឹកប្រាក់ដើរលេងតាមអំពើចិត្តចាប់តាំងពីយាយនួនលើកនាងវិទ្វីឲ្យទៅចៅណៃសូតមកនាងវិទ្វីក៏ធ្លាក់ខ្លួនឈឺស្រពាប់ស្រពោនគិតតែសញ្ជប់សញ្ជឹងនឹកគិតតែទៅដល់ប៊ុនធឿនគូសង្សារស្មើជីវិតតែនាងមិនហ៊ានប្រកែកនឹងបំណងម្ដាយពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិទ្វីកាន់តែទ្រុឌទ្រោមទៅកម្លាំងកាន់តែខ្សោយទឹកមុខស្លេកស្លាំងបាយមិននឹកទឹកមិនឃ្លានគេងក៏មិនលក់នាងវិទ្វីកាន់តែមានសភាពធ្ងន់ធ្ងរទៅយាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងដើរកំសាន្តទៅលេងដល់សៀមរាបអង្គរដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាងវិទ្វីមានចិត្តសោមនស្សបន្តិចណាឡើយក្រោយមកនាងវិទ្វីមានជំងឺក្អកធ្លាក់ឈាមហើយគ្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយនិយាយពីយាយនួនវិញមិនបានយល់អំពីទឹកចិត្តកូនស្រីរបស់ខ្លួនទេគិតតែពីដើររកគ្រូម៉ម្ដងឲ្យលោកគ្រូស្រោចទឹកម្ដងបញ្ជាន់អរិយតែនៅតែគ្មានបានលទ្ធផលអ្វីសោះថ្លែងពីប៊ុនធឿនពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិទ្វីចិត្តរៀបការក៏កើតទុកទោមនឹងយំខ្សឹកខ្សួលតែម្នាក់ឯងប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុកដើម្បីបន្លប់សេចក្តីទុក្ខព្រួយពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញមញ្ជុរាជបានផ្ដាច់អាយុសង្ខារវិទ្វីទាំងវ័យក្មេងបន្សល់ទុកនៅតែក្តីទុក្ខសោកអាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន